សួស្តីបងប្អូនអរគុណបាទថ្ងៃនេះខ្ញុំសូមយកឱកាសឆ្លើយនៅសំណួរបងប្អូនជាច្រើនបាទតាំងពីខ្ញុំផលិតមាតិកាសុខភាពមកខ្ញុំទទួលបានសំណួរដូចគ្នានឹងច្រើនមែនទែនហ្មងអញ្ចឹងណាបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមឆ្លើយនៅសំណួរគាត់មួយអញ្ចឹងណាបាទសំណួរទី1ដែលគាត់តែងតែសួរខ្ញុំតើជំងឺទឹកនោមផ្អែមជាជំងឺកាចសាហាវរ៉ាំរ៉ៃដែរឬក៏អត់អញ្ចឹងណាបាទគាត់សួរខ្ញុំរហូតពីព្រោះអីនៅពេលណាដែលពួកគាត់តាក់ទងមកខ្ញុំគាត់ថាគាត់កើតជំងឺបាក់ទឹកចិត្តហើយកូនណាបាទតាក់ទងមកថាម្ដាយគាត់កើតជំងឺបាក់ទឹកចិត្តគាត់ពិបាកចិត្តនៅពេលណាដែលគាត់ជួសឈាមទៅឃើញថាជាតិស្ករគាត់ឡើងគាត់ចូលទឹកនោមផ្អែមបាទ A1C 10ចុតអញ្ចឹងគាត់មានអារម្មណ៍អត់សប្បាយចិត្តទាល់តែសោះហ្មងអញ្ចឹងគាត់សួរខ្ញុំថាតើអានឹងព្យាបាលជាអត់ព្រោះអីគាត់គិតថាជំងឺទឹកនោមផ្អែមគឺជាជំងឺមួយកាយសាហាវបាទតែកើតហើយគឺព្យាបាលអត់ជាទេសំណួរនេះច្រើនមែនទែនហើយខ្ញុំជឿថាបងប្អូនមួយចំនួនក៏នៅមានមន្ទិលសង្ស័យដែរថាតើជំងឺទឹកនោមផ្អែមជាឬក៏អត់ហើយវាពិតជាជំងឺកាយសាហាវមែនអត់អញ្ចឹងបងប្អូនបាទស្ដាប់វីដេអូខ្ញុំឲ្យចប់អញ្ចឹងបងប្អូនយល់ហើយខ្ញុំអាចឆ្លើយបានយ៉ាងច្បាស់ 100% បាទថាជំងឺទឹកនោមផ្អែមមិនមែនជាជំងឺកាយសាហាវទេបាទវាមិនមែនជាជំងឺឆ្លងមិនមានមេរោគណាទៅឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មកបំផ្លាញរាងកាយហ្នឹងគឺអត់ទេជំងឺទឹកនោមផ្អែមជាជំងឺមួយដ៏ slow បំផុតហើយវាកើតឡើងនៅក្នុងខ្លួនយើងស្ងាត់ដោយយើងមិនដឹងខ្លួនអញ្ចឹងណាបាទដោយសារយើងអត់ដឹងបងប្អូនបើសិនជាយើងដឹងណាបងប្អូននឹងដឹងពីវិធីកម្ចាត់វាចោលងាយស្រួលអត់អស់លុយបាទអត់ខាតពេលវេលាហើយសុខភាពល្អទៀតអាយុវែងទៀតបងប្អូនបាទអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់ដែលទើបតែមើលឈាមហើយឃើញថាខ្លួនឯងមានទឹកនោមផ្អែមឈប់បាក់ទឹកចិត្តឈប់ពិបាកចិត្តបងប្អូនត្រូវចាំណានៅពេលណាដែលបងប្អូនពិបាកចិត្តនៅពេលណាដែលបងប្អូនបាក់ទឹកចិត្តគឺរាងកាយបងប្អូននឹងបញ្ចេញស្ករច្រើនខ្លះមែនតើមកយើងកំពុងតែលើសស្ករហើយអញ្ចឹងបើសិនជាយើងបាក់ទឹកចិត្តយើងពិបាកចិត្តយើងគិតច្រើនយើងគេងអត់លក់អានឹងរឹតតែធ្វើឲ្យជំងឺទឹកនោមផ្អែមនឹងវាវិវត្តទៅធ្ងន់ទៅចាំបងប្អូនអញ្ចឹងណាបាទអញ្ចឹងចំណុចទី1ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាកុំពិបាកចិត្តបាទហើយកុំបាក់ទឹកចិត្តហើយកុំគិតច្រើនអញ្ចឹងណាបាទអញ្ចឹងនៅពេលណាដែលបងប្អូនអត់ពិបាកចិត្តអត់គិតច្រើនណាបងប្អូនគេងលក់ស្រួលហើយបងប្អូនក៏អត់មានជាតិស្ករឡើងដែរតែពិបាកចិត្តរាងកាយយើងនឹងបញ្ចេញអរម៉ូន stress មកហើយ stress អរម៉ូនណាបាទតែ stress អរម៉ូននឹងចេញមកវាយកស្ករអូតូម៉ាទិកថ្លើមបញ្ចេញស្ករអូតូម៉ាទិកចូលក្នុងខ្សែឈាមបងប្អូនហើយអានឹងហើយដែលធ្វើឲ្យបងប្អូនមានជំងឺទឹកនោមផ្អែមកាន់តែច្រើនទៅអញ្ចឹងណាអញ្ចឹងទី1ខ្ញុំសូមផ្ដាំជូនបងប្អូនកុំពិបាកចិត្តបងប្អូនណាហើយចូលនឹងប្រាប់ពីវិធីដើម្បីដោះស្រាយព្យាបាលវាជាបាទទី2តើជំងឺទឹកនោមផ្អែមព្យាបាលជាអត់បើអង់គ្លេសបើសិនជាយើងគេហៅស្រាវជ្រាវនៅក្នុងគេហៅថាឯកសារផ្សេងគេថាជំងឺទឹកនោមផ្អែមមិនអាចព្យាបាលជាទេ diabetes cannot be cured អូខេក៏ប៉ុន្តែទីដែរដែល diabetes can be reversed បាទកន្លែងនេះបើសិនតែខ្ញុំបកប្រែណាអ្នកជំងឺទឹកនោមផ្អែមគឺអាចធ្វើឲ្យមកប្រក់ក្តីវិញអញ្ចឹងណាឲ្យជាធម្មតាវិញមួយម៉ាត់យ៉ាងខ្លីទៅទឹកនោមផ្អែមព្យាបាលជាហើយមានបងប្អូនមួយចំនួនគាត់អនុវត្តតាមខ្ញុំ3ខែខ្លះ4ខែខ្លះ5ខែទៅគាត់ថា A1C គាត់8ឥឡូវធ្លាក់នៅសល់ 5.4 ទេតើគាត់អ្នកជំងឺទឹកនោមផ្អែមទៀតអត់គាត់ជានៅខ្ញុំឆ្លើយប្រាប់គាត់ 100% បងឯងជាហើយបងឯងលែងមានជំងឺទឹកនោមផ្អែមហើយអូខេហេតុអីបានជាខ្ញុំនិយាយយ៉ាងខ្ញុំសំអាងទៅលទ្ធផលហើយបើសិនជាបងប្អូនមិនជឿខ្ញុំបងប្អូនកាន់លទ្ធផលហ្នឹងឲ្យទៅសួរពេទ្យ100នាក់គាត់នឹងនិយាយដូចខ្ញុំនៅពេលណាដែលគាត់ឃើញលទ្ធផលបងប្អូននេះបាទអាស្ករក្នុងឈាមយើងហ្នឹង90ហើយ HbA1c ហ្នឹងគឺ 5.4 ទេសួរគាត់មើលគាត់ឆ្លើយថាម៉េចគាត់នឹងឆ្លើយថាអត់អីទេសុខភាពល្អមានទឹកនោមផ្អែមទេអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនទាំងអស់គ្នាដែលពីមុនធ្លាប់មាន A1C ខ្ពស់បើថាលើ 5.7 ណាធ្លាក់មកក្រោម 5.7 វិញបងប្អូនមិនមែនជាអ្នកជំងឺទឹកនោមផ្អែមទៀតទេបងប្អូនជាពីជំងឺទឹកនោមផ្អែមហើយអញ្ចឹងបងប្អូនបាទក៏ប៉ុន្តែបើសិនជាបងប្អូនភ្លេចខ្លួនណាបងប្អូននឹងកើតជំងឺទឹកនោមផ្អែមវិញបាទអញ្ចឹងពេលបងប្អូនកើតហើយបងប្អូនដឹងបងប្អូនព្យាបាលដោយរបបអាហារវិញវាធ្លាក់វិញបងប្អូនជាវិញហើយអត់ខុសពីជំងឺផ្ដាសាយបងប្អូននៅពេលណាដែលបងប្អូនផ្ដាសាយណាបាទគេដាក់ឈ្មោះបងប្អូនជាអ្នកជំងឺផ្ដាសាយហើយគេអត់ចង់ទៅចិត្តទេបងប្អូនត្រូវពាក់ម៉ាស់ហើយទៅបាទការពារកុំឲ្យឆ្លងអត់មកអាទិត្យក្រោយមកបងប្អូនហាត់ប្រាណបងប្អូនញ៉ាំទឹកក្តៅច្រើនបាទបងប្អូនលេងកីឡាបងប្អូនជាពីជំងឺផ្ដាសាយអញ្ចឹងបងប្អូនគេលែងហៅអ្នកកើតជំងឺផ្ដាសាយទៀតហើយបងប្អូនជាហើយបាទខែក្រោយបងប្អូនផ្ដាសាយទៀតគេថាបងប្អូនជាអ្នកជំងឺផ្ដាសាយទៀតហើយអញ្ចឹងបងប្អូនបាទអញ្ចឹងទឹកនោមផ្អែមដូចជំងឺផ្ដាសាយអញ្ចឹងអូខេអញ្ចឹងនៅពេលណាដែលបងប្អូនញ៉ាំរបបអាហារផ្អែមពេកបាទច្រើនដងពេកអូខេញ៉ាំសិតតែជាអាហារដែលពោពេញទៅដោយជាតិម្សៅវាស្ករវាឡើងយូរទៅអាស្ករហ្នឹងវាខំជាប់កោសិកាឈាមធ្វើឲ្យអាកម្រិតភាគរយនៃ HbA1c ហ្នឹងមានការកើនឡើងខ្ពស់អញ្ចឹងបងប្អូនចូលទៅទឹកនោមផ្អែមហើយអូខេក្រោយមកបងប្អូនកាត់បន្ថយអាហារដែលមានជាតិម្សៅបងប្អូនឈប់ញ៉ាំអាហារផ្អែមបាទបងប្អូនហាត់ប្រាណអាចស្ករនៅក្នុងខ្សែឈាមបងប្អូនក៏លែងមានទៀតដែរអញ្ចឹងណាបាទដល់អាស្ករក្នុងឈាមបងប្អូនលែងមានបងប្អូនមើលចំដៃទៅបាទបងប្អូនមើលឈាមទៅបាទពេលព្រឹកឃើញ90បាទដល់ពេលមើល HbA1c ឃើញ 5.5 អញ្ចឹងទៅបងប្អូនជាហើយបងប្អូនអត់កើតទៀតទេអញ្ចឹងបងប្អូនណាបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតជំងឺទឹកនោមផ្អែមមិនមែនជាជំងឺកាចសាហាវទេសូមកុំឲ្យបងប្អូនមានការភ័ន្តច្រឡំពិបាកចិត្តដេកគិតហើយអស់សង្ឃឹមក្នុងជីវិតឲ្យសោះទី2ជំងឺទឹកនោមផ្អែមព្យាបាលជា 100% បាទអូខេនេះគឺជាសំណួរដែលខ្ញុំចង់ឆ្លើយទៅកាន់បងប្អូនអញ្ចឹងណាបងប្អូនបាទហេតុអីបានខ្ញុំនិយាយថាជំងឺទឹកនោមផ្អែមព្យាបាលជា 100% អញ្ចឹងណាយើងត្រូវដឹងឫសគល់វាសិនព្រោះយើងព្យាបាលវាបងប្អូនជំងឺទឹកនោមផ្អែមគឺកើតឡើងដោយសារតែយើងទទួលទានអាហារដែលមានជាតិផ្អែមច្រើនណាបងប្អូនណាក្នុងនោះមានដូចជាផ្លែឈើផ្អែមមានដូចជាភេសជ្ជៈផ្អែមមានដូចជាអាហារដែលធ្វើពីម្សៅណាមានដូចជាបាយមានដូចជាមីមានដូចជាកាទៀវមានដូចជានំប៉័ងបាទយើងញ៉ាំច្រើនហើយច្រើនដងទៀតបាទ
ចឹងនៅពេលណាដែលយើងទទួលទាននឹងច្រើនណាវាហាក់បីដូចជាយកស្ករចូលទៅក្នុងសរសៃឈាមយើងច្រើនចឹងអញ្ចឹងតែស្ករនៅក្នុងសរសៃឈាមយើងច្រើនគ្រប់ពេលគ្រប់វេលាបាទរាប់ខែរាប់ឆ្នាំចូលដល់ឆ្នាំបងប្អូនបាទអញ្ចឹងអរម៉ូនអាំងស៊ូលីនរបស់យើងអាចគ្រប់គ្រងស្ករទាំងអស់នឹងបានទៀតទេនៅពេលហ្នឹងហើយដែលជាពេលវេលាមួយដែលបងប្អូនមានធ្វើទឹកនោមផ្អែមអញ្ចឹងបាទហើយដោះស្រាយវាស្រួលទេបងប្អូនងាយស្រួលយល់មែនទែនបងប្អូនកុំដាក់ស្ករចូលបងប្អូនកុំដាក់សារធាតុផ្អែមចូលទៅគឺវាចប់ហើយអញ្ចឹងណាបាទចំណុចនេះគឺសំខាន់មែនទែនអញ្ចឹងបានន័យថារបបអាហារបងប្អូននឹងគឺសំខាន់ខ្លាំងណាស់បាទបងប្អូនត្រូវទទួលទានអាហារណាដែលមានប្រូតេអ៊ីនហើយនឹងខ្លាញ់ឲ្យបានច្រើនជាជាងទទួលទានអាហារម្សៅអញ្ចឹងណាចំពោះបងប្អូនទើបតែកើតទឹកនោមផ្អែមឬក៏បងប្អូនកើតទឹកនោមផ្អែមយូរហើយក៏ប៉ុន្តែបងប្អូនគិតថាបងប្អូនមានកម្លាំងបាទមានកម្លាំងមានធម៌ពលក្នុងការព្យាបាលវាជាខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផ្លាស់ប្ដូររបបអាហារមុនគេហ្មងបាទហើយរបបអាហាររបស់បងប្អូនត្រូវផ្លាស់ប្ដូរបងប្អូនត្រូវចាំគឺអាហារដែលពោពេញទៅដោយប្រូតេអ៊ីនហើយនឹងខ្លាញ់ញ៉ាំនឹងឲ្យច្រើន 90% 10% បានហើយញ៉ាំអាហារដែលមានជាតិម្សៅអញ្ចឹងបងប្អូនបែងចែកអាហារជា3ពេលអាហារពេលព្រឹកអាហារពេលថ្ងៃអាហារពេលល្ងាចបងប្អូនត្រូវចាំថាអាហារពេលព្រឹកហើយនិងអាហារពេលល្ងាចជាអាហារសំខាន់ខ្លាំងមែនទែនអាហារនឹងហាមដាច់ខាតអត់ឲ្យស្ករចូលក្នុងខ្លួនបងប្អូនដាច់ខាតមកបងប្អូនចូលបានតែអាហារពេលថ្ងៃឯងអញ្ចឹងណាបងប្អូនញ៉ាំ3ពេលដូចគេអញ្ចឹងអាហារពេលព្រឹកបងប្អូននឹងមានដូចជាអីគេបងប្អូនមានដូចជាពពុះសាច់បាទសាច់គោក៏បានសាច់ជ្រូកក៏បានសាច់ត្រីក៏បានសាច់មាន់ក៏បានសាច់ទាក៏បានលាយបន្លែស្ងោរខ្លះមកបន្លែឆៅខ្លះមកបងប្អូនចេះញ៉ាំបាទហើយបន្លែហ្នឹងខ្ញុំសូមបញ្ជាក់តិចណាកុំដាក់អីគេគេហៅថាដលងប្រាំងត្រាវអីណាអូអាហ្នឹងបញ្ហាដាក់បន្លែស្លឹកពណ៌បៃតងបងប្អូនដាក់កាហ្វេមួយកែវដោះគោស្រស់ស្ករមួយកែវមកផឹកទឹកសុទ្ធឲ្យបានច្រើនទៅណាបងប្អូនណាអាហ្នឹងហើយជាអាហារធម្មពលដែលបងប្អូនត្រូវការហ្នឹងពេលព្រឹកឃើញទេបងប្អូនញ៉ាំតែប៉ុណ្្នឹងគឺអាហារទាំងអស់ហ្នឹងវាអត់ឲ្យស្ករបងប្អូនឡើងទេហើយតែស្ករបងប្អូនអត់ឡើងណាអាហ្នឹងជាសញ្ញាមួយដែលរាងកាយបងប្អូនកំពុងស្ករបានល្អអាហារពេលថ្ងៃយ៉ាងបងប្អូនញ៉ាំបាយមួយកូនចានជាក៏ទៅបានហើយមានសាច់ដូចខ្ញុំប្រាប់មុននឹងអញ្ចឹងហើយបើបងប្អូនចង់ញ៉ាំផ្លែឈើញ៉ាំបានពេលថ្ងៃហ្នឹងហើយញ៉ាំផ្លែឈើញ៉ាំទាំងសម្បកទៅចំពោះអាហារផ្លែឈើណាដែលញ៉ាំសម្បកបានណាពីពោពេញទៅដោយជាតិសរសៃវាជួយឲ្យសុខភាពរំលាយអាហារយើងហ្នឹងគឺល្អអូខេហើយអាហារពេលល្ងាចគឺដូចអាហារពេលព្រឹកអញ្ចឹងបងប្អូនកុំប៉ះបាយបងប្អូនកុំប៉ះមីកុំប៉ះកាទៀវកុំប៉ះនំប៉័ងបងប្អូនទទួលទានសាច់បងប្អូនទទួលទានស៊ុបបាទសាច់ស៊ុបគោស៊ុបជ្រូកស៊ុបអីក៏ដោយឲ្យទៅស៊ុបបាទបងប្អូនដាក់ទៅមួយឆ្អែតមួយឆ្ងាញ់អញ្ចឹងណាហើយញ៉ាំហើយកន្លះម៉ោងបងប្អូនហាត់ប្រាណបងប្អូនដើរបងប្អូនដើរទៅមិនបាច់ចាំហាត់ប្រាណបែបលក្ខណៈធ្ងន់ក៏បានដែរដើរទៅក៏វាអស់ជាតិស្ករដែរបងប្អូនអញ្ចឹងណាធ្វើតែប៉ុណ្្នឹងទៅបងប្អូនអនុវត្តតាមខ្ញុំ3ខែខ្ញុំធានាថាកម្រិត A1C បងប្អូននឹងធ្លាក់ចុះកម្រិតស្ករក្នុងជាបងប្អូនគឺនឹងធ្លាក់ចុះហើយមូលហេតុអីបានជាខ្ញុំចង់ឲ្យបងប្អូនអាហារពេលព្រឹកអាហារពេលល្ងាចកុំឲ្យជាតិស្ករចូលបងប្អូនត្រូវចាំថាជាពិសេសអាហារពេលល្ងាចហ្នឹងហ្មងយើងត្រូវតែយល់ពីស្ករក្នុងឈាមយើងចាប់ពីម៉ោង12យប់ឡើងលើណាយើងត្រូវតែឲ្យស្កររបស់យើងគឺនៅក្រោម100បាទដោយលទ្ធផលរបស់ខ្ញុំអញ្ចឹងបងប្អូនឃើញទេបាទលទ្ធផលរបស់ខ្ញុំចាប់ពីម៉ោង12យប់មកគឺស្ករខ្ញុំក្រោម100ទៀតមែនតើឃើញទេបាទយើងចង់បានអានឹងខ្លាំងមែនតើហ្មងនៅពេលណាដែលស្ករយើងធម្មតាអញ្ចឹងរាងកាយយើងគឺធ្វើការបានល្អមែនតើនៅពេលយប់រហូតមកដល់ព្រឹកក៏វានៅបន្តក្រោម100ទៀតដែរអាហ្នឹងហើយដែលយើងចង់បានណាក៏ប៉ុន្តែបើសិនជាបងប្អូនញ៉ាំអាហារម្សៅជាពិសេសបាយពេលល្ងាចអ្នកខ្លះដាក់ទាំងចានណាដាក់ឲ្យអត់ហាត់ប្រាណទៀតនោះជាតិស្ករបងប្អូនគឺឡើងខ្ពស់មែនតើបាទដូចទិន្នន័យដែលខ្ញុំបង្ហាញបងប្អូននេះមួយចឹងបងឃើញឡើងហើយបាទលើ100អត់ចុះហ្មងបាទអាហ្នឹងវាឡើងរហូតទៅដល់ពេលព្រឹកហើយព្រឹកឡើងហ្នឹងក៏ឃើញឡើងដែរអាហ្នឹងហើយវិវត្តមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំវាធ្វើឲ្យបងប្អូនមានទំនួលផ្អែមនឹងឯងអាហ្នឹងហើយបញ្ជាក់ថាអរម៉ូនអាំងលីងរបស់បងប្អូនហ្នឹងគឺគ្រប់គ្រងជាតិស្ករឡើងបានហើយអូខេអញ្ចឹងដើម្បីឲ្យស្ករធ្លាក់បានល្ងាចកុំដាក់អាហារផ្អែមចូលកុំដាក់អាហារម្សៅចូលបងប្អូនញ៉ាំប្រូតេអ៊ីនញ៉ាំសាច់ឲ្យច្រើនអញ្ចឹងណាបងប្អូនបាទហើយបងប្អូននឹងមានអារម្មណ៍មួយថាបងប្អូននឹងមានកម្លាំងជាងមុនបាទស្រាប់ខ្លួនជាងមុនហើយអាចជំងឺផ្សេងទៀតលើសដូចជាអាការលើសគីឡូលើសខ្លាញ់លើសអាស៊ីតហ្នឹងក៏វាលែងមានដែរពីព្រោះគឺជួយបានច្រើនមែនតើហ្មងបើសិនជាបងប្អូនអនុវត្តថាខ្ញុំអញ្ចឹងណាបងប្អូនណាបាទតែខ្ញុំសូមផ្ដាំបងប្អូនមួយបាទចំពោះបងប្អូនណាដែលកាត់ទឹកដូរប៉ែមយូរហើយបាទដូចម្ដាយខ្ញុំឲ្យ15ឆ្នាំអ្នកខ្លះ20ឆ្នាំហើយអ្នកជំងឺខ្លះគឺទាមទារការចាក់អាំងស៊ូលីនហើយបាទអាសរសៃឈាមរបស់គាត់ហ្នឹងគេហៅថាមានបញ្ហាហើយអញ្ចឹងចំពោះពួកគាត់តែមានបញ្ហាយូរអញ្ចឹងណាគឺពិបាកមែនតើនឹងព្យាបាលវាឲ្យមកធម្មតាដូចគេឯងវិញអញ្ចឹងណាទីមួយគាត់ចូលវ័យអញ្ចឹងណាកម្លាំងក៏អត់មានបាទអញ្ចឹងគាត់អត់អាចទប់ទល់អត់អាចព្យាយាម reverse វាថាព្យាបាលវាបានទេអញ្ចឹងណាបងប្អូនបាទហើយបើសិនជាគាត់គិតថាគាត់នៅតែចង់អនុវត្តរបបអាហារវាអត់ខុសអីទេគាត់អនុវត្តរបបអាហារអញ្ចឹងណាបាទអញ្ចឹងគាត់នៅតែអាចអនុវត្តបានអញ្ចឹងក៏ប៉ុន្តែទាមទារត្រូវតែវិភាសាជាមួយគ្រូពេទ្យរបស់គាត់សំខាន់ខ្លាំងណាបាទមិនប្រឡែងឆ្នាំចោលហើយអនុវត្តទាំងអស់នឹងមកទេបាទអញ្ចឹងវិភាសាជាមួយគ្រូពេទ្យរបស់គាត់ដោយសារតែនៅពេលណាដែលគាត់អនុវត្តរបបអាហារដូចខ្ញុំនិយាយហ្នឹងណាបាទវាអាចធ្វើឲ្យជាស្ករគាត់គឺធ្លាក់ទាបមែនតើហើយគាត់ញ៉ាំថ្នាំទឹកនោមផ្អែមពីធ្លាក់ស្ករទៀតអញ្ចឹងវាអាចធ្វើឲ្យស្កររបស់គាត់ហ្នឹងគឺធ្លាក់ទាបមែនតើគេហៅថា hypoglycemia ណាបាទអញ្ចឹងតែជាតិស្ករធ្លាក់ទាបហើយវាធ្វើឲ្យគាត់ញ័រខ្លួនហ្មងបាទធីងធងហ្មងអត់ស្រួលខ្លួនហ្មងវិលមុខហ្មងអញ្ចឹងបងប្អូនបាទហើយខ្ញុំសូមប្រាប់ពលិសបងប្អូនមួយណានៅពេលដែលបងប្អូនមានអារម្មណ៍មួយហ្នឹងហើយបងប្អូនជួសជៀមហើយឃើញថាឈាមបងប្អូនគឺក្រោម70បាទ60ជាង50ជាងអាហ្នឹងបញ្ជាក់ថាបងប្អូនខ្វះជាតិស្ករហើយបងប្អូនកុំភ័យណាអត់អីទេបងប្អូនចុះទៅកូរទឹកស្ករដាក់ស្ករសមកលភាបាយមកបាទកូរទឹកហើយផឹកតែបកបងបាទផឹកហើយរងចាំតែ15នាទីទៅបាទហើយបើសិនជា15នាទីហើយជួសមើលទៅឃើញអត់ទាន់គ្រប់ទៀតកូរស្ករមកលភាទៀតផឹកទៀតតែប៉ុណ្្នឹងទៅគឺវាមកវិញហើយណាកុំស្លន់ស្លោកុំភ័យអសត់នៅផ្ទះអសត់ព្យាបាលសម្រាប់គេហៅថាបញ្ហាខ្វះស្ករ
ឬក៏មិនចឹងទេបងប្អូនទិញស្ករគ្រាប់បាទដាក់កប៉ៅទៅមើលតែដឹងតែខ្លួនឯងហ្នឹងគឺតែតែមានបញ្ហាហ្នឹងជាពិសេសអ្នកដែលប្រើថ្នាំអ្នកដែលចាក់អាំងស៊ូលីនណាពួកគាត់ពិច្រើនមានបញ្ហាហ្នឹងដោយសារតែអាថ្នាំឬក៏អាហារគាត់ញ៉ាំរៀងតវាបុកធ្លាក់មកខ្លាំងពេកវាធ្វើឲ្យគាត់មានអារម្មណ៍មួយហ្នឹងឯងអញ្ចឹងដាក់ស្ករគ្រាប់តាមខ្លួនបៀនស្ករគ្រាប់ទៅបង្កប់2គ្រាប់ទៅបាទ5បងទីលែងអីបើអត់ទៀតដាក់2គ្រាប់បង្កប់ទៅចឹងបងប្អូនណាចឹងកុំភ័យបារម្ភអីសោះចឹងចំណុចនេះមួយបងប្អូនត្រូវតែឲ្យគ្រូពេទ្យបងប្អូនជ្រាបជាព័ត៌មានចឹងបងប្អូនណាបាទឲ្យតាមការសម្រេចចិត្តរបស់គាត់ព្រោះគាត់ជាអ្នកមើលថែបងប្អូនបាទហើយខ្ញុំឃើញក្រុមគ្រួសារបងប្អូនប្រជាជនយើងគឺមានទម្លាប់មួយដែលថាអនុវត្តរៀងរាល់ថ្ងៃរៀងរាល់ខែរៀងរាល់ឆ្នាំចូលឆ្នាំហើយបាទអ្នកខ្លះតាំងពីកើតមកអញ្ចឹងណាទម្លាប់ញ៉ាំអាហារដិតបាទអាហារផ្អែមបាទសូម្បីតែគ្រួសារខ្ញុំ9ក៏អញ្ចឹងដែរប៉ុន្តែឥឡូវគឺយើងផ្លាស់ប្ដូរ 100% ហ្មងបាទអាហារពួកយើងគឺជាអាហារមួយដែលមិនផ្អែមបាទគឺយើងអត់ដាក់ស្ករសទេយើងដាក់ស្ករម៉ាំងហ្វ្រូតបាទដាក់ស្ករ stevia មកទាំងអស់អញ្ចឹងបងប្អូនបាទចំណុចនេះខ្ញុំចង់និយាយថាចេះនៅពេលណាដែលក្រុមគ្រួសារបងប្អូនមានជំងឺទឹកនោមផ្អែមហើយបងប្អូនអាចមានបងមានប្អូនមានម៉ាក់មានប៉ាមានតាឬក៏មានយាយណាបាទគាត់ត្រូវតែផ្លាស់ប្ដូររបបអាហារដូចខ្ញុំនិយាយមិញហ្នឹងហើយមួយទៀតអាហារដែលយើងធ្វើឲ្យគាត់ញ៉ាំណាគឺកុំដាក់ស្ករបាទហើយពេលខ្លះបងប្អូនមានអារម្មណ៍ថាញ៉ាំអត់ឆ្ងាញ់ទេបាទអូខេដោយសារតែគាត់បាទយើងមិនអាចដាក់ស្ករបានបាទយើងបន្ទោសទៅលើគាត់បាទពេលខ្លះទៅយើងឃើញគាត់អាហារសាបទៅហើយដល់ពេលយើងដាក់ស្ករដដែលទៅអញ្ចឹងណាបាទមិនយូរមិនឆាប់ទេបងប្អូននឹងវិវត្តទៅរកដូចគាត់ដែរហើយសូមបងប្អូនកុំបន្ទោសគាត់ណាថាបងប្អូនកើតជំងឺទឹកនោមផ្អែមដោយសារតែមានម្ដាយឬក៏មានប៉ាឬក៏មានយាយជាអ្នកជំងឺទឹកនោមផ្អែមគេថាដំណពូជមកពីអញយាយអញមកពីម៉ែអញប៉ាអញកើតជំងឺទឹកនោមផ្អែមតាមពូជសូមកុំដាក់កំអប់លើពួកគាត់ណាមិនមែនទេបងប្អូនរបបអាហារបងប្អូនញ៉ាំរាល់ថ្ងៃនឹងឯងអានឹងហើយដែលធ្វើឲ្យបងប្អូនកើតជំងឺទឹកនោមផ្អែមមិនមែនដោយសារពូជទេមានការ research បាទគឺអាចមកពីដំណពូជក៏ប៉ុន្តែចំពោះខ្ញុំផ្ទាល់ខ្ញុំអត់យកអានឹងជាលេសទេណាបាទបើសិនជាយើងដឹងថាតាយើងយាយយើងកើតទឹកនោមផ្អែមណាសូមកុំយកអាហ្នឹងយកមកធ្វើជាហេតុផលមួយសម្រាប់បងប្អូនថាបងប្អូននឹងកើតទឹកនោមផ្អែមគឺអត់ទេបងប្អូនណា 100% ជំងឺទឹកនោមផ្អែមប្រភេទ2កើតឡើងសប្តាហ៍គឺដោយសារតែរបបអាហារហើយនឹងខ្វះសមភាពបាទរាងកាយមួយចំនួនអញ្ចឹងបងប្អូនបាទអូខេអញ្ចឹងសប្តាហ៍មកខ្ញុំនឹងថែមឡើងវិញជំងឺទឹកនោមផ្អែមជាជំងឺខាយសាហាវអត់ទេបាទវាងាយស្រួលព្យាបាលទេវាជាជំងឺមួយ slow បាទវាឆ្លងមកយើងដោយមិនដឹងខ្លួនហើយយើងក៏ងាយស្រួលព្យាបាលវាដែរបាទដោយផ្លាស់ប្ដូររបបអាហារហើយជំងឺទឹកនោមផ្អែមព្យាបាលជាអត់ជំងឺទឹកនោមផ្អែមព្យាបាលជា 100% ដោយប្រើរបបអាហារថ្មីរបបអាហារដែលមិនមានស្កររបបអាហារដែលមិនមានជាតិផ្អែមច្រើនចំណុចធំដែលធ្វើឲ្យបងប្អូនមានជំងឺទឹកនោមផ្អែមធ្ងន់ទៅដោយសារតែបងប្អូនគិតច្រើនពិបាកចិត្តបាក់ទឹកចិត្តគិតថាខ្លួនឯងហ្នឹងគឺការជំងឺរ៉ាំរ៉ៃចំណុចហ្នឹងហើយជាចំណុចគ្រោះថ្នាក់ខ្លាំងបងប្អូនកាត់អាហ្នឹងចេញបងប្អូនផ្លាស់ដូររបបអាហារតាមខ្ញុំអាហារពេលព្រឹកអាហារពេលល្ងាចកុំឲ្យមានម្សៅចូលកុំឲ្យមានផ្អែមចូលហើយចុងក្រោយគេដំបូងមានរបស់ខ្ញុំបងប្អូនត្រូវតែទៅមើលឈាមជារៀងរាល់ឆ្នាំចូលវ័យ20រហូតឡើងទៅបងប្អូនត្រូវតែមើលឈាមជារៀងរាល់ឆ្នាំហើយពេលដែលបងប្អូនមើលឈាមហ្នឹងសូមឲ្យបងប្អូនមើលមុនគេអបមុនអាំងស៊ូលីនមុនគេណាខ្ញុំសូមឲ្យបងប្អូនផ្ដោតទៅលើហ្នឹងខ្លាំងបាទកុំផ្ដោតទៅលើតែជួសចុងដៃពេលព្រឹកហ្នឹងណាបងប្អូនអាហ្នឹងគ្រោះថ្នាក់ខ្លាំងណាស់បាទជួសចុងដៃអត់អីដល់ពេល A1C 10បាត់ណាអាហ្នឹងមានបាទអញ្ចឹងមើលមុនគេគឺអបមុនអាំងស៊ូលីនតែអបមុនអាំងស៊ូលីនបងប្អូនធ្វើការខុសប្រក្រតីហើយបងប្អូននឹងវិវត្តទៅទឹកនោមផ្អែម 100% ហើយបាទអញ្ចឹងបងប្អូនឲ្យគេមើល fasting insulin បាទមើល fasting glucose score ហើយនឹង A1C 3ហ្នឹងអញ្ចឹងនៅពេលណាដែលបងប្អូនបានទទួលលទ្ធផល3ហ្នឹងមកអញ្ចឹងបងប្អូនយកការចំនួនទិន្នន័យដែលបងប្អូនបានពីការមើលឈាមហ្នឹងអាំងស៊ូលីនប្រមាណបាទគុណជាមួយនឹង score ហើយចែកជាមួយនឹង405បើសិនជាលទ្ធផលឃើញ 1.9 រហូតទៅដល់ 2.8 អាហ្នឹងអបមុនអាំងស៊ូលីនបងប្អូនគឺធ្វើការខុសប្រក្រតីតិចម្ដងហើយបាទធំជាង 2.9 អបមុនអាំងស៊ូលីនបងគឺធ្វើការខុសប្រក្រតីខ្លាំងមែនទែនមកបាទហើយបើក្រោម 1.9 ណាអបមុនអាំងស៊ូលីនបងប្អូនធ្វើការបានល្អអារូបមន្តនេះគេហៅថា HOMA-IR ចុះសូមម្ដងទៀតបាទយកទិន្នន័យ fasting insulin បាទគុណជាមួយនឹង fasting glucose ចែកនឹង405បើសិនជាឃើញ 1.9 រហូតដល់ 2.8 អបមុនអាំងស៊ូលីនបងប្អូនចាប់ដើមធ្វើការខុសប្រក្រតីតិចម្ដងក្នុងដំណាក់កាលនេះព្យាបាលជា 100% ណាអាចធ្វើឲ្យវាមកធម្មតាវិញបើប្រើប្រាស់របបអាហារដូចខ្ញុំនិយាយពីមុនអញ្ចឹងបើសិនជាបងប្អូនឃើញថាអាំងស៊ូលីនបងប្អូននឹងលទ្ធផលចេញ 2.9 ឡើងលើបងប្អូនមានបញ្ហាអបមុនអាំងស៊ូលីនធ្វើការខុសប្រក្រតីខ្លាំងហើយព្យាបាលជាដូចគ្នាដោយធ្វើតាមរបបអាហារខ្ញុំដូចគ្នាអូខេអញ្ចឹងវីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនយល់ហើយមួយទៀតបងប្អូនដែលលើសគីឡូអានេះវាជាសញ្ញាមួយដែលបញ្ជាក់ថាអបមុនអាំងស៊ូលីនបងប្អូនធ្វើការខុសប្រក្រតីហើយអ្នកដែលលើសគីឡូអ្នកដែលមានជំងឺធាត់បើឃើញថាខ្លួនឯងលើសគីឡូហើយចាប់ផ្ដើមទៅមើលអបមុនអាំងស៊ូលីនភ្លាមណាបាទមើល glucose ហើយមើល HbA1c ហើយបញ្ចូលហើយមើលមុខងារថ្លើមមើលមុខងារលំពេងមើលកាពះពោះវៀនដែរទៅវាមិនអស់ប្រហែលទេប៉ុណ្្នឹងទេណាបងប្អូនណាបាទហើយចំពោះក្រុមគ្រួសារណាដែលមានបងប្អូនកើតជំងឺទឹកនោមផ្អែមហើយពួកគាត់ត្រូវការកម្លាំងចិត្តពួកគាត់ត្រូវការលើកទឹកចិត្តអញ្ចឹងរបបអាហារយើងត្រូវតែធ្វើតម្រូវគាត់ណាកុំតម្រូវយើងតម្រូវគាត់ហ្នឹងគឺអាហារសាបទៅបានហើយបើចង់ដាក់ស្ករម៉ាំងហ្វ្រូតឬក៏ដាក់ស្ករ stevia ទៅបាទសួរសុខទុក្ខគាត់បាទនាំគាត់ដើរលេងឲ្យសុបាយចិត្តអាហ្នឹងហើយធ្វើឲ្យអាទឹកនោមផ្អែមហ្នឹងគឺឆាប់ជាមែនតើបូកជាមួយនឹងរបបអាហារបូកជាមួយនឹងការហាត់ប្រាណទៀតណាឆាប់ជាលឿនមែនតើ3ខែគឺទៅអស់វិញហើយគឺជាជាមួយទឹកនោមផ្អែមឲ្យបងប្អូនអញ្ចឹងណាហើយបងប្អូនក៏មានសុភមង្គលដែរហើយបងប្អូនដែលអនុវត្តតាមហ្នឹងណាក៏មានសុខភាពល្អដែរមកគ្រួសារហ្មងទាំងកូនទាំងចៅហើយកុំទម្លាក់កំហុសទៅលើដំណពូជឲ្យសោះជាមួយទឹកនោមផ្អែមទម្លាក់កំហុសទៅលើខ្លួនឯងញ៉ាំអាហារមិនត្រឹមត្រូវអូខេបងប្អូនបាទអរគុណច្រើន